សូមជូនរឿងក្របីចាស់និងកុមារចិត្តល្អនៅក្នុងភូមិមួយដែលហ៊ុំព័ទ្ធដោយវាលស្រែបៃតងមានដើមត្នោតឈរជាជួរជាប់គ្នានិងប្រឡាយទឹកតូចៗភ្លឺចាំងក្រោមពន្លឺថ្ងៃប្រជាជនក្នុងភូមិនោះរស់នៅដោយជីវិតសាមញ្ញខិតខំធ្វើស្រែចម្ការនិងជួយយកអាសាគ្នាទៅវិញទៅមកក្នុងភូមិនោះមានក្មេងប្រុសម្នាក់ឈ្មោះសុធុនជាក្មេងប្រុសចិត្តល្អស្មោះត្រង់និងស្រឡាញ់សត្វណាស់រៀងរាល់ថ្ងៃគាត់តែងជួយឪពុកធ្វើការនៅវាលស្រែហើយគេមានមិត្តស្និទ្ធម្នាក់នៅជាមួយគេជានិច្ចគឺក្របីចាស់ឈ្មោះបូបូជាក្របីចាស់ណាស់ហើយសុធុនដឹងថាក្របីចាស់ហត់ប៉ុន្តែបូមិនខ្ជិលច្រអូសឡើយវាបានជួយគ្រួសារសុធុនធ្វើស្រែជាច្រើនឆ្នាំហើយសុធុនស្រឡាញ់វាដូចមិត្តថ្ងៃមួយបូចាប់ផ្ដើមហត់ខ្លាំងសុធុនឃើញបែបនេះគេមានការពិបាកចិត្តយ៉ាងខ្លាំងក៏នាំបូទៅជ្រកក្រោមដើមឈើអ្នកភូមិខ្លះសើចហើយនិយាយថាក្របីចាស់គ្មានប្រយោជន៍ទៀតទេប៉ុន្តែសុធុនមិនបានស្ដាប់នឹងខ្វល់ពីពាក្យអាក្រក់ទាំងនោះឡើយសុធុនបាននិយាយថាបូជាមិត្តរបស់ខ្ញុំសុធុនសន្យាថានឹងថែរក្សាវាថ្ងៃមួយមានព្យុះកំពុងបោកបក់យ៉ាងខ្លាំងខិតមកជិតភូមិមនុស្សក្នុងភូមិចាប់ផ្ដើមភ័យខ្លាចគ្រប់គ្នាទោះជាបូជាសត្វក៏បូមានអារម្មណ៍ដឹងពីស្ថានភាពវាសួរសុធុនថាតើមានអ្វីកំពុងកើតឡើងទឹកជំនន់បានជន់លិចចូលភូមិអ្នកភូមិជាច្រើនមិនដឹងធ្វើយ៉ាងណាបូបានប្រើកម្លាំងជុំក្រោយដើម្បីជួយអ្នកភូមិគ្មាននរណាគិតថាវាអាចធ្វើបានទេអ្នកភូមិទាំងអស់ត្រូវបានសង្គ្រោះពួកគេភ្ញាក់ផ្អើលចំពោះក្របីចាស់នេះបន្ទាប់ពីជួយអ្នកភូមិរួចបូហត់ខ្លាំងណាស់វាដួលចុះក្រោមដើមឈើសុធុនរត់ទៅអបវាទឹកភ្នែកហូរចុះនិងនិយាយថាសូមកុំចាក់ចេញពីខ្ញុំបូអ្នកភូមិទាំងអស់បានរត់មកជួយពួកគេយកទឹកយកអាហារនិងថែរក្សាបូយ៉ាងយកចិត្តទុកដាក់បូក៏មានកម្លាំងឡើងវិញសុធុនសប្បាយរីករាយយ៉ាងខ្លាំងពេលដែលបូក្រោកអ្នកភូមិទាំងអស់បានសុំទោសបូនិងសុធុនហើយនិយាយថាពួកគេបានរៀនមេរៀនដ៏សំខាន់មួយសុធុននិងបូសម្រាប់ជាមួយគ្នាមិត្តភាពរបស់ពួកគេកាន់តែស្និទ្ធស្នាលក្នុងភូមិត្រឡប់ទៅភាពស្ងប់ស្ងាត់ជាធម្មតាវិញមនុស្សរស់នៅដោយសុខសាន្តតរៀងទៅ